អីគេជាកាបូបអ៊ីដ្រាតគេថាបើញ៉ាំអាកាបូបអ៊ីដ្រាតហ្នឹងច្រើនទៅធ្វើឲ្យយើងលើសគីឡូមិនអញ្ចឹងយ៉ាមែននៅពេលដែលយើងញ៉ាំកាបូបអ៊ីដ្រាតច្រើននឹងធ្វើឲ្យខ្លួនឯងលើសគីឡូឬក៏ដូរក្បាលពោះអីចឹងទៅហើយថាតើកាបូបអ៊ីដ្រាតជួយអីគេខ្លះកាបូបអ៊ីដ្រាតមែនតើជួយសុខភាពរបស់យើងជួយរាងកាយរបស់យើងអាចអត់ញ៉ាំកាបូបអ៊ីដ្រាតបានទេរាងកាយរបស់យើងត្រូវការវាជាចំណែកមួយដែលធំដែរសម្រាប់រាងកាយរបស់យើងណាប៉ុន្តែបើយើងមិនចេះញ៉ាំវាទេនឹងធ្វើឲ្យខ្លួនឯងឡើងទម្ងន់ឬក៏ឡើងគីឡូហ្នឹងហើយមែនតើទៅជាទូនាទីរបស់កាបូបអ៊ីដ្រាតហ្នឹងវាធ្វើអីគេខ្លះមែនតើទៅនៅពេលដែលយើងញ៉ាំអាហារដូចជាបាយដូចជានំប៉័ងនៅក្នុងហ្នឹងវាមានជាតិកាបូបអ៊ីដ្រាតនៅពេលដែលវាមានជាតិកាបូបអ៊ីដ្រាតរាងកាយរបស់យើងនឹងបំលែងជាតិកាបូបអ៊ីដ្រាតទាំងអស់ហ្នឹងទៅជាជាតិស្ករដែលមាននៅក្នុងរាងកាយរបស់យើងអញ្ចឹងនៅពេលដែលយើងមានជាតិស្ករអ្នកទាំងអស់គ្នានឹងលើសគីឡូហើយលើសខ្លាញ់អាហ្នឹងឯងជាមូលហេតុដែលយើងអត់អ្នកខ្លះគេថាគេអត់ញ៉ាំបាយណាអ្នកខ្លះគេអត់ឲ្យញ៉ាំនំប៉័ងគេអត់ឲ្យញ៉ាំ fast food អីហ្នឹងអញ្ចឹងកាបូបអ៊ីដ្រាតមាននៅក្នុងអីគេកាបូបអ៊ីដ្រាតមាននៅក្នុងអាហារ fast food ឧទាហរណ៍ដូចមានburger មានបាយមាននំប៉័ងនិយាយរួមទៅឲ្យជាប្រភេទម្សៅនំខ្មែរយើងអីហ្នឹងវាសិតតែមានជាតិកាបូបអ៊ីដ្រាតហើយមានជាតិស្ករខ្ពស់ទៀតហើយបើសិនជាយើងទៅរកកាបូបអ៊ីដ្រាតដែលមានជាតិស្ករទាបដែលវាជួយឲ្យតុល្យភាពសម្រាប់រាងកាយរបស់យើងមាននៅក្នុងអីគេតែតោះនេះអាចទៅរកនៅក្នុងផ្លែឈើឬក៏បន្លែរបស់យើងបានហើយសម្រាប់ផ្លែឈើហើយនិងបន្លែរបស់យើងហ្នឹងខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបានថាអាចរកបាននៅក្នុងពបនៅក្នុងឪឡឹកនៅក្នុងចេកនៅក្នុងប័រអីចឹងទៅហើយគ្រាន់ថាអាហារដែលវាមានកាបូបអ៊ីដ្រាតខ្ពស់ដែលធ្វើប៉ះពាល់ការសម្រក់គីឡូរបស់យើងហ្នឹងឬក៏ធ្វើឲ្យយើងឡើងទម្ងន់ហ្នឹងមាននៅក្នុងបាយនំប៉័ងមីកាទៀវទឹកដោះគោជូរឬក៏ទឹកដោះគោនំខេកនំខ្មែរយើងដែលខ្ញុំនិយាយមុនហ្នឹងយ៉ាដលងគ្រាប់ធញ្ញជាតិអីផ្សេងទៀតអញ្ចឹងទាំងអស់នេះគឺជាអ្វីនៃកាបូបអ៊ីដ្រាតដែលខ្ញុំអាចប្រាប់ទៅកាន់អ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់នេះគិតថាវីដេអូនេះល្អអាចចែករំលែកបន្តទៅកាន់គ្នាយើងទៅហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំក៏មានជាអាហារសុខភាពសម្រាប់អ្នកទាំងអស់គ្នាដែរអញ្ចឹងនៅក្នុងអាហារសុខភាពរបស់ខ្ញុំអ្នកទាំងអស់គ្នាទាំងជាតិកាបូបអ៊ីដ្រាតទាំងប្រូតេអ៊ីនទាំងវីតាមីនទាំងជាតិរ៉ែគឺមានគ្រប់គ្រាន់នៅក្នុងហ្នឹងដែលជួយទៅដល់សុខភាពរបស់យើងច្រើនមែនទែនហើយនៅពេលដែលអ្នកទាំងអស់គ្នាញ៉ាំវាអ្នកទាំងអស់គ្នាទទួលបាននូវកម្លាំងហើយថាមពលហើយសក់គីឡូបានទៀតចង់ឡើងគីឡូក៏បានដែរអញ្ចឹងសម្រាប់ព័ត៌មានលម្អិតអ្នកទាំងអស់គ្នាអាចឆាតមកខ្ញុំបានតាមរយៈ Facebook របស់ខ្ញុំឬក៏ Telegram របស់ខ្ញុំ free ក្នុងការប្រឹក្សាយោបល់សម្រាប់អ្នកទាំងអស់គ្នាអរគុណ